រឿងនៃទានខ្មោចត្រូវប្រឌិតឡើងខុសពីរឿងពិតដើម្បីឲ្យស្ដាប់ទៅកាន់តែខ្លាចស្ដាប់កាន់តែច្រើនខ្មោចកាន់តែមានអំណាចច្រានឡើងបើយើងធ្វើតាមលក្ខខណ្ឌរបស់គេមានន័យថាយើងព្រមឲ្យខ្មោចមានអំណាចជាងយើងហើយយើងគួរធ្វើយ៉ាងម៉េចទៅវិធីតែមួយគត់ដែលអាចបញ្ឈប់ពួកនេះបានយើងត្រូវជួយរកការពិតនៃការស្លាប់របស់ពួកគេឲ្យឃើញបើសិនយើងអាចធ្វើបានយើងនឹងមានជីវិតរស់វាចង់សម្លាប់ខ្ញុំណាបងចាំនិយាយមកយើងស្អប់ឯងនឹងណាហេអាថប់ឯងយ៉ាងម៉េចហើយថប់